Ford Territory គឺជារថយន្ត SUV ដ៏ពេញនិយមនៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងរូបរាងដ៏ទាក់ទាញទំហំធំទូលាយបច្ចេកវិទ្យាទំនើបប្រព័ន្ធសុវត្ថិភាពជាពិសេសនឹងសម្រាប់ស៊េរីឆ្នាំ2026នេះគឺកាន់តែមានន័យសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដោយសារតែរថយន្តនេះផលិតនៅកម្ពុជាដោយប្រជាជនកម្ពុជាទទួលស្គាល់កម្រិតស្តង់ដារពិភពលោកផ្ទាល់តែម្ដងចង់ដឹងថា Territory 2026នេះមានចំណុចអ្វីដែលពិសេសដែលជាការកែប្រែ update ក៏ដូចជាមានចំណុចអ្វីដែលកាន់តែប្រសើរលើសពីជំនាន់មុនបងប្អូនតាមដានទស្សនាវីដេអូលម្អិតជាមួយខ្ញុំដូចតទៅផលិតនៅកម្ពុជាដោយប្រជាជនកម្ពុជាកម្រិតស្តង់ដារពិភពលោកបងប្អូនអ្នកគ្នានេះគឺជា brand សហរដ្ឋអាមេរិកដ៏ល្បីឈ្មោះមួយគឺ Ford ដោយសារតែឥឡូវគឺយើងបោះជំហានទៅមុខមួយជំហានទៀតបង្ហាញទៅកាន់ពិភពលោកថាយើងកាន់តែមានសក្តានុពលខ្លាំងនៅក្នុងវិស័យយានយន្តហើយនេះមិនមែនត្រឹមតែត្រៀមផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកយើងទេគឺអាចនឹងឆ្លើយតបទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតផងដែរនេះគឺជារឿងមួយដែលបងប្អូនគួរតែសាទរសម្រាប់ Ford Territory 2026នេះគឺជាចំណុចនៃការផ្លាស់ប្ដូរមួយវាមិនទាំងស្រុងក៏ប៉ុន្តែវាមាននូវចំណុចពិសេសជាច្រើនដែលខ្ញុំនឹងរៀបរាប់ជូនបងប្អូននាពេលនេះខ្ញុំសូមចាប់ផ្ដើមពី spec ម៉ាស៊ីនគឺជាប្រភេទម៉ាស៊ីនសាំង EcoBoost 1.5 liter turbo គឺជាប្រភេទម៉ាស៊ីនដែលផលិតបាននៅកម្លាំង163 PS កម្លាំងរមុល250 Nm ប្រអប់លេខ7 វគ្គអូតូម៉ាទិកជាមួយនឹងបច្ចេកវិទ្យា EcoBoost នេះបងប្អូនយើងតែងតែឆ្ងល់ថាតើវាជួយអ្វីខ្លះEcoBoost គឺជាបច្ចេកវិទ្យារបស់ Ford ដែលផ្ដោតខ្លាំងទៅលើសមត្ថភាពនៃការបើកបរ performance ក៏ដូចជាកាត់បន្ថយនៅកម្រិតស៊ីប្រេងឥន្ធនៈឲ្យកាន់តែប្រសើរនេះគឺជាចំណុចដែលល្អមួយសម្រាប់ Ford Territory ស៊េរីថ្មី2026នេះហើយចំណុចដែលកាន់តែអស្ចារ្យនិងកាន់តែគួរឲ្យចង់ដឹងខ្លាំងបំផុតគឺទៅលើការ design បងប្អូនសូមផ្ដោតមើលទៅលើការ design នៃរថយន្ត Territory 2026ដែលនៅខាងស្ដាំដៃខ្ញុំនេះគឺជារថយន្តមួយដែលមាននៅការ design បែបថ្មីដែល Ford ក៏ឲ្យឈ្មោះថា Bold Minimalist Style មើលទៅ clean តែម្ដងឥឡូវខ្ញុំសូមផ្ដោតសំខាន់មុនគេទៅលើចង្កៀងដែលមាន daytime running light ដែលជា signature របស់ Ford ផ្ទាល់តែម្ដងចង្កៀងនេះទៀតសោតគឺជាប្រភេទ LED ដែលមានមុខងារតម្លើងនិងតម្លាក់បាច់ពន្លឺដោយស្វ័យប្រវត្តិដែលវាគឺជាមុខងារសុវត្ថិភាពមួយសម្រាប់អ្នកប្រើប្រាស់ផងដែរបងប្អូនកលេចមកមើលប៉ុណ្ណាដែល design ជាលក្ខណៈ glossy black មើលទៅគឺបែបខ្មៅរលើបរលោងតែម្ដងគឺ design ជាមួយនឹងបន្លោះខ្យល់ដែលមើលទៅល្អិតល្អិតក៏ប៉ុន្តែគេបន្ថែមមកជាមួយនឹងក្រូមមេតូចតូចទៅវិញដែលជាការបន្ថែមនៅរសជាតិបន្ថែមទៀតឲ្យមើលឃើញថា Territory 2026នេះគឺកាន់តែ premium ប្រើប្រាស់លក្ខណៈគ្រួសារក៏បានគ្រប់ស្ថានភាពក៏បានយុវវ័យក៏បាននិយាយរួមទៅគឺគ្រប់ទម្រង់ដែលបងប្អូនចង់បានក៏ដូចជាទីកន្លែងដែលបងប្អូនចង់ទៅជាមួយនឹងផ្នែកខាងក្រោមជាមួយនឹងការ design បែប clean កាងខាងក្រោមមានមកជាមួយនឹងសំណាញ់បែបស្ពណ៌លាយឡំជាមួយនឹងក្រូមេផ្នែកខាងក្រោមនេះគឺជាចំណុចដែលបស៊ីគ្នានៅផ្នែកខាងមុខនេះយើងមើលមកគឺតាក់ទាញខ្លាំងមែនទែនហើយមានមកជាមួយនឹង parking sensor មានមកជាមួយនឹងកាមេរ៉ាមួយគ្រាប់ដែលជាកាមេរ៉ាមួយក្នុងចំណោម4ដែលធ្វើការជាមួយនឹងកាមេរ៉ា360ដឺក្រេផងដែរបងប្អូនអរគ្នាឥឡូវនេះយើងសូមសង្ខេបជាមួយនឹងចំណុចផ្នែកខាងមុខត្រឹមប៉ុណ្ណឹងអនុញ្ញាតសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកចំហៀងដោយសារតែផ្នែកចំហៀងរបស់វាមានចំណុចពិសេសបន្ថែមទៀតនៅចំណុចដែលជាការផ្លាស់ប្ដូរទៅលើ Territory 2026នេះចឹងកុំឲ្យខាត់ពេលយូរសូមនាំអារម្មណ៍បងប្អូនចូលទៅកាន់ផ្នែកចំហៀងរបស់គ្នាតោះចាប់ផ្ដើមជាមួយនឹងយ៉ានកង់គឺជាប្រភេទអាលុយមីញ៉ូម19អ៊ីងដែលជាការ design បន្ថែមថ្មីសម្រាប់ Territory 2026ទម្រង់នេះគឺកាន់តែស៊ីគ្នាជាមួយនឹងការ design រថយន្តផ្ទាល់តែម្ដងបងប្អូនកលេចទៅមើលទៅគឺមានពណ៌ខ្មៅលាយមកជាមួយនឹងក្រូមមេឥឡូវយើងទៅមើលចំណុចពិសេសបន្ថែមទៀតនិយាយពីតឡោកកញ្ចក់គឺមានសញ្ញូ LED មានកាមេរ៉ាមួយគ្រាប់ក្នុងចំណោម4ដែលធ្វើការជាមួយនឹងប្រព័ន្ធសុវត្ថិភាពមួយជុំរថយន្តជាមួយនឹងកញ្ចក់មានមកជាមួយមុខងារបន្លាញ Sport Monitor តឡោកកញ្ចក់នេះអាចធ្វើការក្តោបបានដោយស្វ័យប្រវត្តិផងដែរមុននឹងចាប់ផ្ដើមទៅចំណុចបន្តនិយាយពី dimension បន្តិចបងប្អូនអរគ្នា dimension នៅតឹង 1935 mm ជាមួយនឹងបណ្ដោយ 4685 mm ហើយនិយាយពីកម្ពស់វិញបងប្អូនគឺ 1706 mm កម្រិតកង់វាគឺ 2726 mm ចឹងទំហំប៉ុណ្ណេះវាមិនមែនជារថយន្តមួយដែលមានទំហំចង្អៀតទេគឺធំទូលាយសម្រាប់ការប្រើប្រាស់តែម្ដងឥឡូវយើងទៅមើលផ្នែកខាងលើមានមកជាមួយនឹងគេហៅថា Vigel លើដបូលជាភាសាសាមញ្ញឬក៏គេហៅថាកាងលើដបូលជាមួយនឹងពណ៌ទឹកប្រាក់ក្រូមមេដែលវាស៊ីគ្នាជាមួយនឹងគ្រប់
កលុកកលៀតនៃរថយន្តដែលតែបំពាក់មកជាមួយនឹងពណ៌ក្រមមេណាក្រមមេនេះវាបន្ថែមសម្រស់រថយន្តឲ្យមើលទៅកាន់តែ premium ហើយជាក់ស្ដែងដូចជាសុំជាមួយនឹងប្អួចរបស់វាហ្នឹងគឺសុំពណ៌មកជុំគឺក្រមមេបែបភ្លឺឆ្លោះតែម្ដង designer គាត់ design មកឲ្យវាមើលទៅនៅតែរក្សាបាននៅរូបរាងបែបតាក់ទាញបែបទាន់សម័យរហ័សរហួនបែបស្ពណ៌ហ្មងសម្រាប់ផ្នែកជំហៀងនេះខ្ញុំសូមយកតែចំណុចពិសេសត្រឹមប៉ុណ្ណឹងសូមនាំអារម្មណ៍បងប្អូនបន្តចូលទៅកាន់ផ្នែកខាងក្រោយទាំងអស់គ្នាដោយសារខាងក្រោយមានចំណុចដែលនឹងត្រូវផ្លាស់ប្ដូរបន្ថែមទៀតសម្រាប់ឆ្នាំ2026ខ្ញុំគិតថា Fan Territory ប្រកាសជាពេញចិត្ត អូខេបងប្អូនឥឡូវយើងចាប់ផ្ដើមនិយាយគ្នាជាមួយនឹងផ្នែកខាងក្រោយវិញម្ដង Territory គឺបានផ្លាស់ប្ដូរមកជាមួយនឹង logo ដែលវាមើលទៅស្អាតហ្មង logo ស៊េរីថ្មីរបស់ Ford គឺមើលទៅផុសហ្មងវាបែបរៀងដូច 3D យើងមើលទៅលើ stop នៅតែរក្សាបែប LED ដដែលយើងមើលចំណុចដែលផ្លាស់ប្ដូរខ្លាំងសម្រាប់ model ឆ្នាំ2026ទាំងអស់គ្នាបងប្អូនមើលទៅលើផ្នែកកាងខាងក្រោមបាទផ្នែកខាងក្រោមនេះបងប្អូនឃើញទេកាងខាងក្រោមវា design diffuser ខាងក្រោមនេះឲ្យមើលទៅកាន់តែមានភាព sport សម្រាប់ model ឆ្នាំ2026ខ្ញុំគិតថាឆ្លើយតបមែនតើសម្រាប់បងប្អូនដែលគាត់ស្រឡាញ់នៅភាពស៊ីវិល័យហើយ concept បែបឡាននាថ្ងៃអនាគតសម្រាប់ផ្នែកកាងខាងក្រោមនេះក៏មានមកជាមួយនឹង parking sensor ដែល like ឥឡូវយើងមើលទៅកាន់ចំណុចពិសេសខាងលើគឺមានមកជាមួយនឹង rear spoiler បែប sport តែម្ដង rear spoiler នេះខាងលើពណ៌ដូចទឹកថ្នាំអញ្ចឹងប៉ុន្តែខាងក្រោមគឺបាទគេបដិញមកជាមួយនឹងពណ៌ខ្មៅហ្មងគិតថាតាក់ទាញមែនតើហើយសំខាន់គឺមាន stop front បាទនៅផ្នែកខាងក្រោយជាប់ជាមួយនឹង spoiler ទៀតហ្នឹងគឺជាចំណុចពិសេសរបស់ Territory 2026ក៏ដូចជា Fan Ford Territory ស្រឡាញ់ពេញចិត្តខ្ញុំគិតថាកន្លែងនេះគឺវាល្អខ្លាំងមែនតើក្រោយនេះក៏មានមកជាមួយនឹងកាមេរ៉ាចំនួន2គ្រាប់កាមេរ៉ាមួយធ្វើការជាមួយនឹងប្រព័ន្ធកាមេរ៉ា360 degree ហើយមួយទៀតគឺ rear view mirror បង្ហាញនៅកាមេរ៉ាផ្នែកខាងក្រោយអញ្ចឹងសម្រាប់ឃ្លុបខាងក្រោយវិញគឺអាចបើកបានច្រើនរបៀបជាពិសេសគឺបើកដោយ automatic យើងអាចចុចផ្ទាល់ក៏បានយើងអាចចុចនៅខាងក្នុងក៏បានតាមរយៈ smart key tele ក៏បានតាមរយៈការកវាសជើងក៏បានដែរខ្ញុំសូមបង្ហាញបងប្អូនបន្តិចពាក់ព័ន្ធជាមួយនឹងឃ្លុបខាងក្រោយចង់ដឹងថាឃ្លុបខាងក្រោយរបស់វាគឺមានចំណុចអ្វីដែលពិសេសក៏ដូចជាវាមានអ្វីដែលជាការផ្លាស់ប្ដូរខ្លះបងប្អូនមើលជាមួយខ្ញុំទាំងអស់គ្នាតោះខាងក្រោយនេះគឺធំតលាយវ៉ាលីគឺដាក់ម៉ាណែនពេញគឺអត់បញ្ហាបងប្អូនមើលកលុកឃ្លុបតលាយទាំងតឹងហើយជម្រៅទៅខាងក្នុងក៏គ្រាន់បើដែរជាពិសេសគឺមានមកជាមួយនឹងសន្ទះកាមញ្ញរីដូបិទជាមួយនឹងក្លិនម្ហូបអីវ៉ៃអាវ៉ាន់ម្ហូបអាហារណាដែលមានក្លិនបងប្អូនដាក់ចូលទៅខាងក្នុងនេះទៅនៅពេលដែលឃ្លុបនេះបិទគឺវាមានសន្ទះកាមញ្ញបិទហឹបចិត្តឆឹងតែម្ដងការប្រើប្រាស់លក្ខណៈគ្រួសារខ្ញុំគិតថាជាចំណុចដែលចាំបាច់ខ្លាំងបំផុតពីព្រោះថា SUV បងប្អូនដឹងស្រាប់ហើយបើសិនជាអត់មានសន្ទះនេះទេបងប្អូនដាក់អាហារណាដែលវាមានក្លិនខ្លាំងគឺវាភាយចូលទៅក្នុងកាប៊ីនឥឡូវយើងមើលទៅខាងក្រោមនេះទាំងអស់គ្នាថាវាមានអីខ្លះណោះខាងក្រោមនេះគឺមានមកជាមួយនឹងកង់សកួចនៅពេលមានករណីអាសន្នបែកកង់ធ្វើការផ្លាស់ប្ដូរហើយវាមាន tool របស់វានៅខាងស្ដាំនេះមកល្មមហ្មងអូខេបងប្អូនសម្រាប់ឃ្លុបខាងក្រោយគឺខ្ញុំមានប៉ុណ្ណឹងដែលឡែកយើងអត់ទាន់ដឹងដល់ឡើយពាក់ព័ន្ធជាមួយនឹងផ្នែកខាងក្នុងតើមានចំណុចអ្វីដែលពិសេសខ្លះកែប្រែសម្រាប់ Territory 2026នេះក្រុមជើញបងប្អូនទៅខាងក្នុងជាមួយខ្ញុំតគ្នាតោះបងប្អូនស្វាគមន៍មកកាន់ផ្នែកខាងក្នុងរបស់ Territory 2026បងប្អូនដែលធ្លាប់ប្រើប្រាស់ Territory ជំនាន់មុនដឹងហើយថាខាងក្នុងរបស់ Territory គឺធ្វើបានល្អទៅហើយក៏ប៉ុន្តែ2026នេះបន្ថែមមកជាមួយនឹងជម្រើសពណ៌ពូកស្បែកថ្មីដែលមើលទៅមានភាពស៊ីវិល័យនិង modern ខ្លាំងមែនទែនកៅអីនេះមិនត្រឹមតែស្អាតទេប៉ុន្តែវាត្រូវបាន design ឡើងដើម្បីផ្ដល់នូវផាសុកភាពជាមួយនឹងខ្នើយកាយក្បាលតាមបែបរចនាថ្មីដែលមានភាពទន់ល្មើយកាត់បន្ថយការហត់នឿយបានយ៉ាងច្រើនទោះបីបងប្អូនបើកបរនៅក្នុងស្ថានភាពផ្លូវឆ្ងាយក៏ដោយការ decor បន្ថែមនូវសោភ័ណភាពឲ្យ Territory ស៊េរីថ្មីនេះកាន់តែមានភាព premium និងកាន់តែទាក់ទាញមកកម្រិតទៀតនៅផ្នែកខាងក្នុងខ្ញុំពេញចិត្តជាងគេគឺទៅលើពណ៌ពូកស្បែកតែម្ដងជាមួយនឹងពណ៌ការ៉ុតលាយមកជាមួយនឹងពណ៌ខ្មៅហើយធ្នេដេពណ៌ទឹកក្រូចបែបការ៉ុតណាបងប្អូនឃើញធ្នេដេបណ្ដិញជាមួយនឹងពណ៌ខ្មៅមើលទៅស៊ីគ្នាមែនតើជាពិសេសការ design Formica គឺ10លើ10តែម្ដងឥឡូវយើងមើលទៅលើអេក្រង់គឺជាអេក្រង់ភ្លោះ2ជាប់គ្នាមួយគឺជាអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរដែលមានទំហំ 12.3 អ៊ីងហើយមួយទៀតគឺជាប្រភេទអេក្រង់ប្រព័ន្ធកំសាន្តស៊ីនចំនួនថ្មីរបស់ Ford ដែលមានទំហំ 12 អ៊ីងអេក្រង់ប្រព័ន្ធកំសាន្តនេះមានមុខងារភ្ជាប់ wireless Apple CarPlay Android Auto មិនចាំបាច់ប៊ីនខ្សែទេគឺយើងអាចធ្វើការជាប់បានហើយអេក្រង់ប្រព័ន្ធកំសាន្ត touch screen នេះគឺមានមុខងារអាចឲ្យយើងធ្វើការបិទបើកនៅប្រព័ន្ធសុវត្ថិភាពឬក៏កំណត់ setting ផ្សេងៗបានយើងអាចធ្វើការកំណត់នៅ live មានន័យថាកំណត់នៅភ្លើងបិទបើកបាទ follow me home អីក៏យើងអាចធ្វើការបិទបើកវាបានដែរអានេះពាក់ព័ន្ធជាមួយនឹង door and window គឺទ្វារហើយនឹងប្អួចបាទសម្រាប់ផ្នែកខាងក្នុងនេះក៏ទទួលបាននៅ ambient light ដែលយើងអាចធ្វើការកំណត់បានរហូតដល់64ពណ៌ជាពិសេសបងប្អូនស្រឡាញ់ពណ៌អីអាចធ្វើការ select ពណ៌នឹងបានតាមតំណងចំណូលចិត្តកាន់តែពិសេសគឺប្រព័ន្ធកាមេរ៉ា360 degree វាបង្ហាញ
កំហើញមកច្បាស់លើហ្នឹងចំណុចពិសេសគឺវាអាចធ្វើការមើលជាលក្ខណៈ 2D ក៏បាន 3D ក៏បានយើងអាចមើលបង្វិលមកជុំឡានបាននៅពេលដែលយើង select mode 3D នេះបងប្អូនចាំមើលបាទកវីដើម្បីមើលទៅលើ angle ឬក៏មុំមួយណាដែលបងប្អូនចង់មើលយើងចង់មើលខាងក្រោយក៏បានយើងចង់មើលចំហៀងក៏បានចង់មើលខាងមុខក៏បានខ្ញុំគិតថាប្រើ territory នេះមកអែមពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពកាន់តែពិសេសវាមានមកជាមួយនឹងគំនូស direct តាមចកូតអញ្ចឹងងាយស្រួលមែនតើនៅក្នុងការចូលចតទីចៀតចូលផ្សារទំនើបចូលចំណតនៅកន្លែងធ្វើការបងប្អូនគឺសម្រាប់ territory នេះគឺងាយស្រួលតែម្ដងបងប្អូនអត់ចាំបាច់បារម្ភច្រើនទេហើយកាមេរ៉ាមិនមែនបង្ហាញតែទៅលើអេក្រង់ទេវាមាន review កាមេរ៉ារបស់វាមួយទៀតនៅខាងលើនេះមិនមែនគ្រាន់តែជាកញ្ចក់មកផ្ទាំងដើម្បីមើលទៅផ្នែកខាងក្រោយដែលមានឡង់ទីបង្រួមឲ្យមើលទៅឃើញចិត្តទេតែវាជាកាមេរ៉ាតែម្ដងនេះបងប្អូនបង្ហាញកំហើញរូបភាពច្បាស់ជាងកញ្ចក់ធម្មតាដែលភាគច្រើនបំពាក់នៅលើរថយន្តទូទៅយើងអាចសេរីទៅលើ angle យើងអាចសេរីទៅលើ color យើងចង់បានពណ៌បែបម៉េចសម្រាប់ពេលងឹតពណ៌បែបម៉េចសម្រាប់ពេលភ្លឺគឺយើងអាចធ្វើការ custom សេរីលើនឹងបានសម្រាប់កៅអីវិញគឺជាប្រភេទកៅអីស្រោបស្បែកហើយមានមុខងារត្រជាក់យើងអាចធ្វើការចុចទៅលើ set នេះហើយយើងកំណត់នៅកាំយើងចង់បាន3កាំក៏បានប្រហែលកាំក៏បានបាទ3កាំ2កាំឬក៏បិទក៏បានដែរហ្នឹងគឺសម្រាប់កៅអីផ្នែកខាងមុខទាំងសងខាងហ្នឹងគឺមានមុខងារត្រជាក់បាទយើងតចូលទៅកាន់ចំណុចពិសេសរបស់យើងបន្ថែមទៀតគឺទៅលើចកូតបាទចកូតគឺជាប្រភេទចកូតស្រោបស្បែកដែលមានមកជាមួយនឹងធ្នេដេពណ៌ទឹកក្រូចស៊ីគ្នាជាមួយនឹងផ្នែកផ្សេងៗនៅក្នុងរថយន្តជាពិសេសធូរស្រួលនៅក្នុងការកាច់មែនតើខ្ញុំប្រើកម្លាំងដៃស្រាលក៏យើងអាចធ្វើការបើកបានដែរដោយសារតែចកូតនេះគឺជាប្រភេទចកូត electronic សម្រាប់ចកូតរបស់វានេះគឺជាប្រភេទ multi functional steering wheel ដែលយើងអាចធ្វើការបញ្ជាទៅលើមុខងារផ្សេងៗឧទាហរណ៍ដូចជាការបញ្ជាទៅលើប្រព័ន្ធកំសាន្តតម្លើងតម្លាក់ volume ជាបដូរបទចម្រៀងលើកទូរស័ព្ទក៏ដូចជាចុចដើម្បីមើលទៅលើ menu ដែលបង្ហាញនៅលើអេក្រង់ផ្ដល់ព័ត៌មានសម្រាប់អ្នកបើកបរនេះហើយកាន់តែពិសេសគឺអាចប្រើប្រាស់ជាមួយនឹង voice command បានបញ្ជាដោយសំឡេងហើយកញ្ចក់ទាំង4របស់វានឹងគឺបិទបើកដោយ automatic បាទចុចមួយហើយនឹងឆ្កឹះមួយអូតូម៉ាទិកទាំង4ទ្វារតែម្ដងជាចំណុចពិសេសរបស់វាដែលយើងមិនគួរនៅក្នុងការមើលរំលងហើយមានកន្លែងបញ្ជាសីតុណ្ហភាពម៉ាស៊ីនត្រជាក់បញ្ជាសីតុណ្ហភាពបញ្ជា speed ទាំង HAL តាមរយៈហាច់លើហ្នឹងហ្មងរថយន្តនេះមានប្រព័ន្ធប្រសិទ្ធខ្យល់នៅក្នុងរថយន្ត PM 2.5 PM 2.5 នេះគឺជាតម្រងប្រសិទ្ធខ្យល់មួយដែលច្រោះមេរោគបានល្អមែនទែនគឺអត់មានអាចឲ្យបំភាយមេរោគតាមរយៈម៉ាស៊ីនត្រជាក់ចូលមកខាងក្នុងរបស់យើងទេធ្វើឲ្យការបើកបររបស់យើងបាននៅផាសុកភាពផងហើយនឹងអារម្មណ៍ស្រស់ស្រាយយើងចូលទៅកាន់ប្លុកផ្នែកកណ្ដាលនេះប្លុកផ្នែកកណ្ដាលហ្នឹងគឺយើងមានមកជាមួយនឹងការ design បែបរាបស្មើមានកន្លែង wireless charge សាកថ្មឥតខ្សែវាមានកលុកសម្រាប់ដាក់បាទយើងវាសទូរស័ព្ទបន្តិចទៅហើយមានកន្លែងនេះសម្រាប់ទុកហ្មងនៅខាងក្រោមនេះក៏មានមកជាមួយនឹងចង្កឹះលេខជាប្រភេទ e-shifter បាទចង្កឹះលេខ e-shifter នេះគឺស្រួលនៅក្នុងការបញ្ជាមែនតើបងប្អូនគ្រាន់តែមូលអត់ចាំបាច់ប្រើកម្លាំងហើយងាយស្រួលទៀតបាទហើយសុវត្ថិភាព e-shifter នេះក៏មានមកជាមួយនឹងហ្វ្រាំងដែរ electronic ប្រព័ន្ធ auto hold auto start stop បាទមាននៅក្នុងនេះទាំងអស់ហើយកន្លែងនេះក្រៅពីអាច touch screen ទៅលើអេក្រង់ប្រព័ន្ធកំសាន្តនេះក៏យើងអាចតម្លើងតម្លាក់ volume ឬក៏បដូរប៉ុស្តិ៍បទចម្រៀងតាមរយៈផ្នែកកណ្ដាលនឹងបានដែរយើងចុច home button យើងចុចកន្លែងប្លុកចម្រៀងបាទមាន YouTube ដែលយើងអាចប្រើប្រាស់ជាមួយ Apple CarPlay បាទមាន button back ដូចទូរស័ព្ទយើងអញ្ចឹងនៅកន្លែងហ្នឹងហើយជាប់ហ្នឹងក៏មាននៅកន្លែង cup holder មួយគូហើយមានកាម៉ូបិទទៀតចិត្តដៃរបស់យើងក៏មានជាមួយនឹង armrest កលដៃដែលយើងអាចបើកទៅដាក់ជាមួយនឹងក្លុបដាក់អីវ៉ាន់របស់យើងក្នុងហ្នឹងបានហើយជាពិសេសគឺមានកន្លែងនេះកលុកនេះយើងអាចធ្វើការអង្គិលវាទៅមុខទៅក្រោយបានយល់ដាក់សម្ភារៈអាស្រ័យតាមការ customize រៀបចំរបស់យើងនៅខាងមុខនេះក៏មានកលុកសម្រាប់ដែលយើងអាចដាក់ទូរស័ព្ទឬក៏ដាក់អីវ៉ាន់បានមានមកជាមួយនឹង glow box ដែលយើងអាចធ្វើការដាក់សម្ភារៈបានយើងមើលទៅកាន់ផ្នែកខាងលើនេះក៏មានមកជាមួយនឹង radar សម្រាប់រថយន្តទំនើបភាគច្រើនគឺតែងតែមានមកជាមួយនឹង radar បាទ Territory 2026នេះគឺមាន radar នៅផ្នែកខាងមុខដែលធ្វើការជាមួយនឹងប្រព័ន្ធសុវត្ថិភាពហើយមានមកជាមួយនឹង USB វាអាចជាចំនួនមួយបើសិនជាយើងចង់បំពាក់កាមេរ៉ាសុវត្ថិភាពគឺមាន USB សម្រាប់ដោតស្រាប់នៅលើនឹងតែម្ដងពាក់ព័ន្ធជាមួយនឹងឧបករណ៍បំពងសំឡេងនៅខាងក្នុងរថយន្តនេះគឺជាប្រភេទ Acme brand របស់បារាំងជាប្រភេទ surround sound 3D ហ្មងអញ្ចឹងបងប្អូនដែលចូលចិត្តស្ដាប់តន្ត្រីសម្រាប់ Territory ស៊េរីថ្មីនេះបងប្អូនស្ដាប់តន្ត្រីដឹងតែព្រោះរំដំមកតែម្ដងហើយវាមានចំនួនដល់ទៅដល់8គ្រាប់នៅខាងក្នុងរថយន្តនេះបាទពិសេសមែនតើហើយខាងក្រោមនេះក៏មាន USB មានរុនដូចបរិយបាទមានទាំង USB ធម្មតា USB Type C ផងដែរយើងមើលទៅខាងលើក៏យើងទទួលបាននៅ panoramic sunroof មកផ្ទាំងលាតទៅដល់ផ្នែកខាងក្រោយបងប្អូនយើងទទួលបានច្រើនមែនតើសម្រាប់រថយន្ត SUV របស់សហរដ្ឋអាមេរិកផលិតនៅកម្ពុជាដោយប្រជាជនកម្ពុជាទទួលស្គាល់កម្រិតស្តង់ដារពិភពលោកមួយនេះផ្នែកខាងមុខខ្ញុំសូមសង្ខេបយកតែចំណុចសំខាន់ប៉ុណ្ណឹងយើងនៅផ្នែកខាងក្រោយទៀតយើងអត់ទាន់បានដឹងនៅឡើយថាការ design ខាងក្រោយបែបម៉េចមានចំណុចអ្វីដែលពិសេសខ្លះសូមនាំអារម្មណ៍បងប្អូនទៅទស្សនាកៅអីជួរទី2ជាមួយខ្ញុំទាំងគ្នាតោះដោយសារតែគម្លាតកង់វែងអញ្ចឹងសម្រាប់ខាងក្នុងរបស់ Territory កៅអីជួរទី2នេះគឺតលាយស្រួលមែនតើបងប្អូនឥឡូវបងប្អូនមើលជាក់ស្ដែងដូចខ្ញុំសដោកមកអស់បាទមើលទៅលើគម្លាតជើងអូខេឥឡូវយើងមើលគម្លាតផ្នែកខាងលើវិញម្ដង
មកសាឡាស្រួលតែម្ដងសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារក្រៅពីមានកម្រិតជើងល្អយើងក៏ទទួលបាននៅម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយមានមកជាមួយនឹង USB បាទ Type C ចំនួនទៅដល់2សម្រាប់ការសាកថ្មអញ្ចឹងបងប្អូនមិនបាច់បារម្ភទេផ្នែកកប៉ៅទ្វារក៏មានជាមួយ cup holder ក៏ដូចជា armrest នេះទុនស្រួលនៅក្នុងការជិះមែនតើបើសិនជាយើងជិះត្រឹមតែមួយឡាននេះ4នាក់យើងអង្គុយច្រត់អញ្ចេះមកស្រួលខ្លួនបងប្អូនអរគ្នាហើយនៅលើ armrest ហ្នឹងក៏មានមកជាមួយនឹងបាទ cup holder មកគូផងដែរដោយឡែកសម្រាប់កៅអីនេះគឺយើងអាចធ្វើការបត់រៀបស្មើបានឥឡូវបងប្អូនទស្សនាទាំងអស់គ្នាណាគឺកាច់នៅខាងលើនេះចឹងការបត់រៀបស្មើនេះសម្រាប់ការដាក់អវ៉ាន់ច្រើនបងប្អូនដែលគាត់ចូលចិត្ត camping ឬក៏ត្រូវដឹកអវ៉ាន់អីដែលធំឬក៏វែងបងប្អូនអាចកាច់កៅអី Terratary ជួរទី2នេះរៀបស្មើបានតម្លៃក៏សមរម្យផលិតនៅកម្ពុជាហើយ brand ល្អទៀតហើយ option អត់មានខ្វះទេក៏ប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនយើងអត់ទាន់ច្បាស់នៅឡើយពីគុណភាពនៃការបើកបរ performance នៃការបើកបរអារម្មណ៍នៃការបើកបរថាតើ Terratary ស៊េរីថ្មី2026នេះវាបើកបរទៅវាមានលក្ខណៈបែបម៉េចហើយសម្រាប់ performance ឡានហ្នឹងគឺវាបែបម៉េចវាមានប្រព័ន្ធ safety អីគេខ្លះខ្ញុំសូមនាំអារម្មណ៍បងប្អូនចូលទៅកាន់វគ្គ test drive ទាំងអស់គ្នាទៅលើ Terratary 2026នេះតោះបងប្អូនឥឡូវយើងចូលមកកាន់វគ្គ test drive ណាសម្រាប់ម៉ាស៊ីន EcoBoost 1.5 Turbo នេះខ្ញុំគិតថាបងប្អូនដែលត្រូវការស្ទុះ smooth តម្លាក់ជើងមិនងាយធ្លាក់ល្បឿនបងប្អូនមករក Terratary នេះគឺត្រូវហ្មងចំណុចពិសេសហ្នឹងគឺមាន drive mode រហូតដល់4 drive mode សម្រាប់ Terratary នេះបងប្អូនអាចធ្វើការជ្រើសរើសបានមិនហ្នឹងខ្ញុំប្រើប្រាស់នៅ normal ទេវាមាន Eco បាទទី3គឺ Sport ទី4គឺ Trail គឺសម្រាប់ការបើកបរលក្ខណៈផ្លូវរៀងពិបាកខ្លះៗអញ្ចឹងទៅបងប្អូនប្រើ Trail ទៅគឺត្រូវហើយបើសម្រាប់ Eco បងប្អូនប្រើក្នុងក្រុងចង់សំចៃប៉ុន្តែបើសម្រាប់ Sport លេងល្បឿនជាក់ស្ដែងខ្ញុំបានតេស្តមកស្ទុះធំហើយបងប្អូនយើងជន់ទៅវាស្ទុះមិនកញ្ឆក់ឯងស្ទុះបែបច្បឺតផ្លេចខ្លួនយើងមើលកុងទ័រ100នៅពេលដែលយើងដកជើងពីហ្គែល្បឿនវាគឺមិនងាយធ្លាក់ភ្លាមទេបងប្អូនគឺវាធ្លាក់សឹមខ្លាំងបំផុតច្បឺតខ្លាំងមែនតើឥឡូវនេះយើងតេស្តបន្ថែមទៀតពាក់ព័ន្ធមួយល្បឿនចង់ដឹងថាគ្រឿងក្រោមរបស់វានៅពេលដែលបើកលឿនយ៉ាងម៉េចហើយចាំខ្ញុំប្រាប់បងប្អូនទាំងអស់គ្នាឥឡូវយើងសាកជាមួយ Sport ទាំងអស់គ្នាតោះDrive mode ប្រភេទ Sport គឺវា response ល្អមែនតើទៅលើចង្កូតគឺចង្កូតរបស់វារៀងតឹងទប់លំនឹងល្អជាងមុនហើយជន់ទៅក៏ហ្គែរបស់វា response បានល្អមែនតើខ្ញុំគិតថាគ្រឿងក្រោមសម្រាប់ Terratary 2026នេះគេធ្វើការ update ច្រើនហើយបើនិយាយពីប្រព័ន្ធទប់លំនឹងវិញគឺអែមខ្លាំងមែនតើគឺឃើញថា Terratary ធ្វើបានល្អមែនតើក្រាបជាប់នឹងដីហ្មងសំខាន់នៅពេលដែលយើងរត់កាន់តែលឿនគឺមានអារម្មណ៍ថាវាជាមួយទឹកក្រោមខ្យល់អញ្ចឹងឡាននេះគឺនឹងបើយើងជ្រុលជានិយាយទៅលើប្រព័ន្ធទប់លំនឹងហើយខ្ញុំក៏មាននៅចំណុចពិសេសទៅលើ Terratary នេះពីប្រព័ន្ធបច្ចេកវិទ្យាជំនួយទៅលើការបើកបរឬក៏ driving assist ដែលបំពាក់នៅលើ Terratary 2026នេះដូចជាប្រព័ន្ធ automatic emergency braking គឺប្រព័ន្ធចាប់ហ្វ្រាំងអូតូម៉ាទិកប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់នៅផ្នែកខាងក្រោយផ្នែកចំហៀងនិងផ្នែកខាងមុខនិយាយរួមទៅសឹងតែមកជុំឡានតែម្ដងបងប្អូនអរគ្នាប្រព័ន្ធ adaptive cruise control ដែលជាប្រព័ន្ធកំណត់ល្បឿនថេរនិងបន្ថែមបន្ថយល្បឿនតាមរថយន្តខាងមុខងារតឡើងតលាក់ល្បឿនតាមរថយន្តខាងមុខ active មែនតើរហ័សមែនតើសម្រាប់បច្ចេកវិទ្យាដែលបំពាក់ទៅលើ Ford នេះប្រព័ន្ធ lane keeping assist រក្សាឲ្យការបើកបរលើគន្លងផ្លូវរបស់យើងឲ្យបានត្រឹមត្រូវប្រព័ន្ធ lane departure warning នៅពេលដែលយើងចេញឆ្ងាយពីគន្លងគឺវានឹងធ្វើការ alert ប្រព័ន្ធ lane centering control មានន័យថារក្សាឲ្យការបើកបរស្ថិតនៅចំកណ្ដាល lane តែម្ដងហើយវាមានមុខងារទាញចង្កូតរបស់យើងឲ្យនៅចំកណ្ដាលគន្លងនៅពេលដែលយើងវាយទៅខាងណាមួយគឺវាទាញអូតូម៉ាទិកតែម្ដងដូចជាប្រព័ន្ធទប់លំនឹងពេលចុះចំណោតនិងពេលឡើងចំណោតជំនួយពេលឡើងនិងចុះចំណោតប្រព័ន្ធ blind spot monitor ជំនួយពេលវ៉ាជែងឆ្វេងស្ដាំប្រព័ន្ធ rear cross traffic alert ដែលផ្ដល់សញ្ញាគ្រោះថ្នាក់នៅផ្នែកខាងក្រោយប្រព័ន្ធ exit warning system នៅពេលដែលយើងបើកទ្វារឆ្វេងឬក៏ទ្វារស្ដាំនិងដាស់តឿននៅពេលដែលមានឧបសគ្គឆ្លងកាត់ប្រព័ន្ធប្រាប់អំពីសម្ពាធខ្យល់កង់ប្រព័ន្ធកាមេរ៉ា360ដឺក្រេមានមកជាមួយនឹងគំនូសដែលអាចធ្វើការបត់បែនទៅតាមចង្កូតបានប្រព័ន្ធហ្វ្រាំងមាន ABS EBD ក៏ដូចជាប្រព័ន្ធ traction control ដែលជាប្រព័ន្ធទប់លំនឹងជាដើមសិតតែជាមុខងារដែលពិសេសដែលឡែកសម្រាប់ពងសុវត្ថិភាពមានចំនួន6គ្រាប់ប្រព័ន្ធបិទបើកឃ្លុបក្រោយដោយស្វ័យប្រវត្តិដោយការកវាសជើងជាដើមប្រព័ន្ធចាក់សោរថយន្តដោយស្វ័យប្រវត្តិនៅពេលដែលយើងដើរចេញប្រព័ន្ធបញ្ឆេះនិងបលត់រថយន្តពីចម្ងាយតាមរយៈ Smart Key និងរួមមកជាមួយនឹងប្រព័ន្ធសុវត្ថិភាពជាច្រើនផ្សេងទៀតដែលខ្ញុំមិនទាន់បានរៀបរាប់អញ្ចឹងសម្រាប់ Ford Terratary ឆ្នាំ2026នេះទាំងស្អាតទាំងទំនើបប្រព័ន្ធសុវត្ថិភាពក៏ច្រើនមុខងារផាសុកភាពក៏ល្អអញ្ចឹងសម្រាប់ budget ថវិកាជាង$40,000នេះខ្ញុំគិតថាល្អមែនទែនសម្រាប់ Ford Terratary ថ្មីនេះខណៈពេលនេះដែរវីដេអូក៏ត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទក៏សូមអរគុណបងប្អូនសម្រាប់ការតាមដានពីដើមរហូតដល់ចប់បើសិនជាបងប្អូនមានខមមិនអ្វីអាចធ្វើការខមមិនសួរនាំបានជំរាបលាជួបគ្នានៅវីដេអូក្រោយ